ថ្ងៃនេះគឺថ្ងៃប្រហោះ14រោចខែចែកឆ្នាំមមីពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី16ខែមេសាឆ្នាំ2026ថ្ងៃនេះត្រូវនឹងថ្ងៃសៅរ៍ជាថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរថ្ងៃទី3ថ្ងៃចុងក្រោយជាថ្ងៃឡើងស័កថ្ងៃនេះក្បួនដំណើរចិនសាយគឺថ្ងៃមាសបូកនៅលើវកថ្ងៃគង់វង្សក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិនាងខ្ញុំជាអ្នកគ្រូតំណាងឲ្យថ្នាក់រៀនបាជឺហុងស៊ុយកូនទាំងខ្សែបៃតងនិងសិស្សគុណព្រមទាំងហ្វេនដែលគ្រប់គ្រងថ្នាក់រៀននាងខ្ញុំទាំងអស់គ្នាសូមលើកនៅម្រាមដៃ10សំពះនឹករលឹកគោរពដឹងគុណដ៏ជ្រាលជ្រៅនិងមិនអាចបំភ្លេចបានពីវីរភាពនិងភាពអង់អាចក្លាហានរបស់បងប្អូនវីរៈកងទ័ពទាំងអស់ដែលបានបាត់បង់ជីវិតក្នុងសកម្មភាពការពារទឹកដីជាតិមាតុភូមិខ្មែរយើងនិងការពលីជីវិតដើម្បីការពារប្រជាជនកម្ពុជាទាំងមូលឲ្យបានរស់នៅសុភមង្គលរហូតដល់ពេលបច្ចុប្បន្ននេះក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះពួកយើងក៏មិនត្រូវបានសប្បាយភ្លេចខ្លួនហើយក៏មិនបានភ្លេចបងប្អូនវីរៈកងទ័ពទាំងអស់ដែលបានពលីជីវិតទៅហើយនោះការធ្វើបុណ្យឧទ្ទិសនៅកុសលផលបុណ្យជូនដល់បងប្អូនទាំងអស់គ្នានៅតែមានជាហូរហែទៅតាមក្រុមគ្រួសាររបស់បងប្អូនផ្ទាល់ក៏មានការឧទ្ទិសកុសលផលបុណ្យជូនទៅដល់ប្រជាជនរួមជាតិទាំងមូលក្រៅពីនេះពួកយើងខ្ញុំទាំងអស់គ្នាដែលជាប្រជាជនកម្ពុជាដែលមាននាងខ្ញុំម្នាក់ផងដែរដែលជាម្ចាស់ថ្នាក់រៀនបាជឺហុងស៊ុយកូនទាំងខ្សែបៃតងរួមទាំងសិស្សគុណនិងហ្វេនទាំងអស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិទី3ថ្ងៃសៅរ៍នេះជាថ្ងៃវិរៈឡើងស័កថ្ងៃគង់វង្សថ្ងៃវកនៅក្នុងខែរោងនាងខ្ញុំក៏សូមលើកនៅម្រាមដៃ10ពីចម្ងាយដូចគ្នាដើម្បីផ្ញើនូវក្តីគោរពស្រឡាញ់ដឹងគុណដល់បងប្អូនកងទ័ពជួរមុខដែលកំពុងឈរជើងការពារទឹកដីនៅក្នុងជាតិមាតុភូមិយើងនៅក្នុងកំឡុងពេលចូលឆ្នាំថ្មីនេះពួកយើងខ្ញុំនៅជួរក្រោយសូមជូនពរដល់បងប្អូនគ្រប់ទីតាំងឈរជើងការពារទឹកដីជាតិមាតុភូមិយើងទាំងអស់សូមឲ្យលោកអ្នកទាំងអស់គ្នាមានសុខភាពល្អមានសុខភាពមានអាហារហូបចុកមានទឹកញ៉ាំគ្រប់គ្រាន់ដើម្បីមានកម្លាំងបន្តបេសកកម្មរបស់បងប្អូនតទៅមុខទៀតនាងខ្ញុំតំណាងឲ្យថ្នាក់រៀនកូនទន្សាយបៃតងទាំងមូលដែលនៅជួរក្រោយមិនបានយកពេលវេលាចូលឆ្នាំថ្មីមកសប្បាយភ្លេចខ្លួនទេដោយសារបានគុណរបស់បងប្អូនកងទ័ពជួរមុខទើបពួកយើងខ្ញុំមានឱកាសនៅក្នុងការប្រកបមុខរបរដើម្បីចិញ្ចឹមក្រុមគ្រួសារប៉ុន្តែនាងខ្ញុំតំណាងឲ្យថ្នាក់រៀនរបស់នាងខ្ញុំមិនភ្លេចទេនៅក្នុងការដកចំណែកប្រាក់ចំណូលមួយចំណែកដើម្បីទុកផ្គត់ផ្គង់ដល់បងប្អូនកងទ័ពជួរមុខដែលការធ្វើរបស់នាងខ្ញុំនេះគឺធ្វើជាលក្ខណៈឯកជនមិនបានប្រកាសជាសាធារណៈទេប៉ុន្តែថ្ងៃនេះមានអារម្មណ៍ចង់ផ្សព្វផ្សាយទៅលើបងប្អូនដែលជាហ្វេនជាកូនសិស្សដែលមិនបានគ្រូសិស្សទេគឺយើងបានការធ្វើចំនួន6លើកទាំងលើកនេះហើយការធ្វើជាញឹកញាប់ផ្នែកចំណីអាហារគឺបញ្ជូនទៅខាងបងប្អូនកងទ័ពនៅឯភ្នំទ្រាប់ចំណែកឯនៅខាងប្រាសាទខ្នាគឺបានតែម្ដងទេហើយនៅពេលនេះគឺពួកយើងធ្វើជំនួយលើកទី6ត្រៀមនៅក្នុងមួយរដូវប្រាំងគឺធ្វើជូនដល់បងប្អូនកងទ័ពនៅច្រកអូស្មាច់និងច្រកស្រីស្នំគឺ4គោលដៅថ្ងៃនេះគឺជាថ្ងៃដំបូងដែលនាងខ្ញុំឆ្លៀតចូលនិយាយជាសាធារណៈក្នុងគណៈរៀនតែមិនមានបំណងមករៃអង្គាសបន្ថែមប្រមូលបច្ច័យពីបងប្អូនឡើយគ្រាន់តែចង់ប្រាប់ថាបងប្អូនគណៈរៀនកូនខ្សែបៃតងមិនមែនជាថ្នាក់របីមិនមែនជាថ្នាក់ធ្វើសេវាកម្មពុះកញ្ជ្រោលទេប៉ុន្តែពាក់ព័ន្ធជាមួយនឹងការផ្ដល់ប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសនៅក្រៅប្រទេសគឺនាងខ្ញុំស្វាស្វែងនៅក្នុងការធ្វើណាស់បងប្អូនសិស្សគុណហ្វេនដែលបានចូលមកថ្នាក់រៀននាងខ្ញុំសូមចែករំលែកនៅមុខវិជ្ជាចិនសែដែលការចែករំលែកខុសពីគេថ្នាក់រៀនតូចសិស្សតិចតែបេះដូងធំការចែករំលែកក្តីស្រឡាញ់
គុណធម៌ភាពទទួលខុសត្រូវខ្ពស់របស់ខ្ញុំផ្ទាល់ជាអ្នកគ្រូនៅក្នុងថ្នាក់រៀនកូនទន្សាយបៃតងហើយការរំលែកនៅក្តីស្រឡាញ់នេះខ្ញុំសូមផ្ញើទុកជាគំរូជូនដល់បងប្អូនជនរួមជាតិសិស្សគុណ fan ទាំងអស់ដែលបានមករួមចំណែកនៅក្នុងថ្នាក់រៀនរបស់នាងខ្ញុំសូមបងប្អូនប្រកាន់នៅបុណ្យកុសលមានសច្ចៈគ្រប់គ្នាការណែនាំបង្ហាត់បង្ហាញផ្លូវរបស់នាងខ្ញុំនៅក្នុងថ្នាក់រៀននាងខ្ញុំផ្ទាល់នាងខ្ញុំសូមឈរជាគំរូតែមួយជូនបងប្អូនជាសិស្សគុណជា fan ទាំងអស់អត្តចរិតដែលនាងខ្ញុំធ្វើតាំងពីពេលចាប់ផ្ដើមបង្រៀនបងប្អូនរហូតទៅដល់ពេលអនាគតគឺมันមានការកែប្រែហើយនាងខ្ញុំសូមឲ្យបងប្អូនដែលស្គាល់នាងខ្ញុំទាំងអស់កុំរំលងនៅគំរូមួយនេះឲ្យសោះបងប្អូនគុណធម៌ជាចម្បងគុណធម៌ការចែករំលែកការផ្ដល់នៅទំនុកចិត្តការផ្ដល់នៅក្តីសង្ឃឹមការផ្ដល់នៅស្នាមញញឹមការផ្ដល់នៅអ្វីដែលមនុស្សលំបាកជាងយើងត្រូវការពីយើងផ្ដល់ដល់គាត់គឺជាបុណ្យកុសលដ៏ខ្ពង់ខ្ពស់ដែលជួយយើងក្នុងជាតិនេះនិងជួយយើងដល់អនាគតជាតិផងដែរ